អ្នកស្គាល់គ្នាក៏ទិញត្រីសាម៉ុនឲ្យឡើងមកថាហើយទាំងអស់ហ្នឹងក៏និយាយពីថាស្រស់ល្វើកតែម្ដងសិតតែពោះត្រីសាម៉ុនតែម្ដងហើយគាត់ថាគាត់ទិញនៅ Fortino ហើយផ្សារហ្នឹងខ្ញុំអត់ដែរទៅសោះហើយក៏ខ្ញុំអត់ដែរដឹងថាមានពោះត្រីលក់ល្អអញ្ចឹងដែរធ្លាប់តែទិញត្រីនៅផ្សារ Chain Fish ដល់ពេលអញ្ចឹងថានៅហ្នឹងល្អហើយដល់ពេលមកឃើញពោះត្រីហ្នឹងគឺឃើញកាន់តែល្អជាងផ្សារ Chain Hill ហ្នឹងទៀតហើយពោះត្រីនេះគឺខ្ញុំលាងសម្អាតហើយខ្ញុំជូតវាឲ្យស្រស់ទឹកល្អអញ្ចឹងបន្ទាប់មកខ្ញុំមានដាក់អីទេដាក់តែអំបិលម្សៅស៊ុបស្ករហើយប៊ីចេងហើយនឹងទឹកប្រេងខ្យងហ្នឹងប្រឡាក់ចូលគ្នាហ្នឹងហើយច្របល់ចូលគ្នាឲ្យសព្វទៅទុកចោលមួយយប់បន្ទាប់មកយកមកអាំងនិយាយពីថាឆ្ងាញ់ណាស់ហើយពោះត្រីនេះបើនៅផ្ទះអត់មានក្មេងទេយើងមានតែមនុស្សធំដាក់លាយជាមួយម្ទេសអូយឆ្ងាញ់ណាស់ជាពិសេសគឺបុកអំបិលម្ទេសប្រឡាក់មកគឺឆ្ងាញ់មែនទែនប៉ុន្តែខ្ញុំអត់បានប្រឡាក់អំបិលម្ទេសទេដោយសារតែខ្ញុំមានកូនតូចអេមីហើយអែនណាគឺចូលចិត្តណាស់ជាពិសេសប្តីខ្ញុំអាំងឲ្យរាល់ថ្ងៃគាត់ចូលចិត្តជាពិសេសញ៉ាំជាមួយនឹងបន្លែតិចៗអីគឺគាត់ចូលចិត្តមែនទែនណាមួយពោះត្រីសាម៉ុនហ្នឹងគឺវាល្អចំពោះសុខភាពដែរសូម្បីតែវាមានខ្លាញ់មែនតែខ្លាញ់វាគឺល្អវាអត់ប៉ះពាល់សុខភាពអញ្ចឹងណាវាល្អជាងយើងញ៉ាំសាច់បន្ទាប់ពីប្រឡាក់ត្រីហើយអញ្ចឹងខ្ញុំចាប់ផ្ដើមរៀបចំដាក់ចូលនៅក្នុងចានដែកមួយហើយបិទវាជិតយកទៅដាក់ក្នុងទូទឹកកកទុកចោលមួយយប់បន្ទាប់មកបានខ្ញុំចាប់ផ្ដើមយកត្រីហ្នឹងច្រកមកកញ្ចប់ទុកក្នុងទូកកពេលយើងចង់ញ៉ាំយើងដកមកកញ្ចប់មកយកមកអាំងឬក៏យកមកចៀនញ៉ាំអញ្ចឹងណានេះដូចខ្ញុំបង្ហាញអញ្ចឹងល្អមែនទែនខាងក្នុងសុទ្ធតែខ្លាញ់ហើយឆ្ងាញ់ណា